សូមជូនរឿងទឹកភ្នែកនាងដានីកាលដើមឡើយមានសេដ្ឋីមួយមានប្រាក់ច្រើនរាប់មិនអស់សេដ្ឋីនោះមានកូនប្រុសម្នាក់មានរូបរាងសង្ហាថែមទាំងមានប្រាជ្ញាឆ្លាតវៃទៀតផងកូនសេដ្ឋីនោះមានឈ្មោះថាទុំមានចិត្តលួចស្រឡាញ់ទៅលើដានីដែលជាអ្នកបម្រើនៅក្នុងផ្ទះប៉ុន្តែដានីមិនដែលហ៊ានទទួលការស្រឡាញ់នេះឡើយព្រោះតែនាងគិតថាខ្លួនឯងមានឋានៈតូចទាបទើបមិនហ៊ានឈោងចាប់ផ្កាយលើមេឃដានីអូចាស់អ្នកប្រុសថ្ងៃនេះនាងទំនេរដែរទេខ្ញុំចង់បបួលនាងទៅដើរផ្សារនាងចង់បានអីខ្ញុំទិញឲ្យនាងទាំងអស់ណាអត់ទេអ្នកប្រុសថ្ងៃនេះខ្ញុំមិនទំនេរទេខ្ញុំមានការងារច្រើនណាស់ឲ្យខ្ញុំសុំទោសផងអ្នកប្រុសខ្ញុំទៅសិនហើយណាដានីឈប់សិនហេតុអីបានជាដានីចង់គេចមុខពីខ្ញុំបែបនេះខ្ញុំមិនល្អត្រង់ណាទេអ្នកប្រុសកុំចាប់ដៃខ្ញុំបែបនេះអីប្រយ័ត្នគេមកឃើញមិនល្អទេណាដានីហេតុអីបានជាបង្ទុំមកចាប់អារម្មណ៍ស្រេកបំរើបែបនេះទៅវិញយើងមិនព្រមចាញ់នាងទេនាងមានឋានៈតូចទាបបែបនេះយើងមិនសុខចិត្តជាដាច់ខាតណែនាងដានីអ្នកនាងតើអ្នកនាងមករកខ្ញុំមានការអីមែនទេយើងមករកនាងនេះព្រោះចង់រំលឹកដល់នាងឯងនេះមានឋានៈតូចទាបមិនសមនឹងបង្ទុំឡើយដូច្នេះបើសិនជាបង្ទុំធ្វើអ្វីមួយនាងហាមដាច់ខាតទៅស្រឡាញ់បង្ទុំឬទេអ្នកនាងខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់សូមអ្នកនាងកុំបារម្ភពីរឿងនេះអីខ្ញុំមិនភ្លេចខ្លួនទៅលងស្រឡាញ់អ្នកប្រទុំឡើយបើនិយាយបែបនេះទៅហើយត្រូវតែធ្វើឲ្យបានផងណាបើមិនអញ្ចឹងទេកុំថាជើងនេះមិនបានប្រាប់ឲ្យសោះចាំទុំលោកអ៊ំម៉ាឡៃសូមជម្រាបសួរលើកដៃថ្វាយព្រះក្មួយម៉ាឡៃហើយថ្ងៃនេះខ្យល់អីបក់ម៉ាឡៃឲ្យមកដល់ផ្ទះអ៊ំនឹងគឺខ្ញុំនឹកដល់លោកអ៊ំទៅបានជាម្លេងមែនហើយពេលនេះបង្ទុំគាត់តាណាហើយលោកអ៊ំប្រហែលជាចេញដើរនៅចិត្តនេះឯងណាក្មួយហើយយ៉ាងម៉េចទៅហើយម្ដាយក្មួយនោះគេសុខសប្បាយដែរទេនឹងជាបងប្អូនចដូនមួយនឹងគ្នាក៏ប៉ុន្តែអ៊ំនេះរវល់ណាស់មិនដែលបានទៅលេងម្ដាយក្មួយសោះហើយចាអ្នកម៉ែសុខសប្បាយទេលោកអ៊ំមែនហើយលោកអ៊ំខ្ញុំមានរឿងចង់ប្រាប់ដល់លោកអ៊ំហើយចុះមានរឿងអីទៅក្មួយគឺរឿងបង្ទុំនឹងនាងស្រីបំរើឈ្មោះដានីនោះណាលោកអ៊ំណាដានីហើយមានរឿងអីនឹងក្មួយខ្ញុំឃើញបង្ទុំនឹងនាងដានីនោះកាន់ដៃកាន់ជើងគ្នាខ្ញុំឃើញហើយដូចជាមិនសមភ្នែកទាស់ទេសោះពិតមែនឯក្មួយពិតមែនណាលោកអ៊ំនោះលោកអ៊ំបង្ទុំមកដល់ហើយលោកអ៊ំសាកសួរគាត់មើលទៅណាទុំមកនេះបន្តិចមកកូនបានលពងហើយឯងទៅតែមកពីណានឹងកូនខ្ញុំទៅតែមកពីក្រៅមិញនេះតើលពងមើលពុកសុំសួរកូនឯងទិញហេតុអីបានជាកូនឯងទៅចាប់ដៃចាប់ជើងជាមួយនឹងនាងដានីនោះណែកូនឯងធ្វើបែបនេះវាមិនស័ក្តិសមទេណាកូនម៉េចលោកពុកដឹងរឿងនេះហ៎ពុករឿងដែលកូនឯងបានធ្វើហើយកុំខ្លាចតែគេមិនដឹងនោះណែពុកសុំដាស់តឿនកូនឲ្យហើយណាកូនមានគូដណ្ដឹងរួចទៅហើយគេគឺម៉ាឡៃដូច្នេះកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះណាពុកមិនចូលចិត្តនោះទេពុកតែតាំងពីដើមមកខ្ញុំមិនដែលស្រឡាញ់ម៉ាឡៃនោះទេពុកបង្ទុំណែកូនទុំហើយអីបានជាកូនឯងហ៊ាននិយាយបែបនេះចំពោះមុខម៉ាឡៃកូនឯងលេងស្គាល់ខុសត្រូវអស់ហើយតើមែនទេនឹងលោកពុកប៉ុន្តែនេះជាការពិតអារម្មណ៍របស់ខ្ញុំគឺទុកម៉ាឡៃគ្រាន់តែជាបងប្អូនតែប៉ុណ្ណោះទេពុកគឺមិនមានអ្វីលើសពីនេះនោះទេបង្ទុំបងនិយាយបែបនេះដូចជាអាក្រក់ពេកហើយខ្ញុំមិនល្អត្រង់ណាខ្ញុំមានអ្វីដែលប្រៀបស្មើនឹងនាងបំរើនោះមិនបានទេលោកអ៊ំខ្ញុំសូមជម្រាបលាលោកអ៊ំសិនហើយបើនៅមាននិស្ស័យថ្ងៃក្រោយខ្ញុំនឹងមកលេងលោកអ៊ំម្ដងទៀតណែហើយឯងឃើញទេពេលនេះណាម៉ាឡៃនាងខឹងខ្លាំងណាស់
តើឯងឲ្យពុកនេះមើលមុខបងប្អូនជីដូនមួយបានយ៉ាងម៉េចទៅពិតជាគ្មានបានការមែនហើយហេតុអីបានជាពុកបង្ខំកូនបែបនេះទៅវិញពងហេតុអីបានជាបង្ទុំមិនព្រមស្រឡាញ់យើងបែបនេះតើគួរធ្វើយ៉ាងម៉េចទើបអាចបំបែកបង្ទុំពីនឹងនោះបានទៅឬមួយក៏បង្ទុំត្រូវតែជារបស់យើងតែម្នាក់គត់សួស្ដីដានីមកចាំខ្ញុំជួយណាអូមិនអីទេអ្នកប្រុសមកឲ្យខ្ញុំជួយការងារនេះនាងជាស្រីពិបាកធ្វើណាស់បើបានកម្លាំងខ្ញុំជាមនុស្សប្រុសជួយច្បាស់ជាឆាប់ហើយអ្នកប្រុសកុំអីខ្ញុំធ្វើការងារនេះឡើងសមទៅហើយអ្នកប្រុសកុំឲ្យប្រឡាក់ដៃអីមកខ្ញុំថាមិនអីនោះទេណែកូនទុំនេះឯងកំពុងតែធ្វើអីហ្នឹងមានដឹងខ្លួនដែរទេលោកពងលោកសេដ្ឋីឯងមានឋានៈជាអ្នកប្រុសនៅទីនេះហើយអីបានជាឯងធ្វើរឿងផ្ដេសផ្ដាសជាមួយនឹងអ្នកបម្រើបែបនេះទៅវិញលោកពងខ្ញុំគ្រាន់តែជួយនាងតែប៉ុណ្ណោះឯតាមិនមែនជារឿងធំដុំឯណាលោកពងនេះឯងខុសកាន់តែខុសហើយនៅមិនដឹងខ្លួនទៀតតើមែនទេបានណែពួកឯងឆាប់ចាប់នាងដានីចងទៅរួចវាយនឹងរំពាត់វាយតតែនាងសន្លប់ទៅហើយបង្អត់បាយបង្អត់ទឹកនាង3ថ្ងៃទៅប្របាទទានលោកសេដ្ឋីលោកសេដ្ឋីកុំធ្វើបាបខ្ញុំអីលោកសេដ្ឋីអូយខ្ញុំឈឺណាស់អូយឈឺណាស់ពងលោកពងពុកលេងនាងទៅពងលេងនាងទៅនេះកូនសុំបងណាលោកពងកុំធ្វើបាបនាងអីនេះជាទុកកំហុសដែលឯងមិនព្រមស្ដាប់តាមយើងឯងបែរទៅជាស្រឡាញ់នាងបែបនេះយើងនឹងធ្វើឲ្យឯងមានអារម្មណ៍ឈឺចាប់ក៏ព្រោះតែការមិនស្ដាប់បង្គាប់របស់ពុកនោះឯងបើកទ្វារទៅហេតុអីក៏មិនបើកចេញហេតុអីក៏មិនបើកហេតុអីក៏បើកមិនចេញបែបនេះបើកទ្វារលោកសេដ្ឋីបញ្ជាមិនឲ្យអ្នកប្រុសចេញទៅក្រៅទេទៀនថាម៉េចធ្វើយ៉ាងនេះបានយ៉ាងម៉េចទៅពួកឯងធ្វើបានយ៉ាងម៉េចទៅទុំក្រឡេកឃើញបងអួចក៏យកខ្សែចងជាប់គ្នារួចទម្លាក់ខ្សែចុះទៅខាងក្រោមសម្រូតចុះតាមបងអួចទៅដានីខ្ញុំនឹងទៅរកនាងហើយដានីនេះខ្ញុំណែណាខ្ញុំមិនទាន់ស្លាប់ទេមែនទេដានីនាងមិនស្លាប់ទេពេលនេះខ្ញុំបាននាំនាងមកផ្ទះហើយក៏បានឲ្យយាយម៉ៅលាបថ្នាំឲ្យនាងរួចហើយដែរណាអ្នកប្រុសមិនអីទេមែនទេអ្នកប្រុសឈឺដែរទេហេតុអីបានជាអ្នកប្រុសមករងរពាត់ជំនួសខ្ញុំធ្វើអីទៅខ្ញុំមិនអីទេដានីខ្ញុំបារម្ភពីនាងណាស់ដឹងទេឲ្យខ្ញុំសុំទោសផងណាព្រោះតែខ្ញុំទៅបានជានាងត្រូវរំពាត់បែបនេះឈប់បន្ទោសខ្លួនឯងទៅអ្នកប្រុសគ្មានអ្នកណាចង់ឲ្យរឿងបែបនេះកើតឡើងទេដានីហេតុអីបានជានាងល្អខ្លាំងម្ល៉េះនេះខ្ញុំនាំទុកឲ្យនាងប៉ុណ្ណឹងទៅហើយនាងនៅតែមិនខឹងនឹងខ្ញុំទៀតខ្ញុំមិននឹងអាចខឹងអ្នកប្រុសបានទេមែនហើយដានីខ្ញុំដឹងថាដានីមិនដែលស្រឡាញ់ខ្ញុំទេប៉ុន្តែខ្ញុំវិញពិតជាស្រឡាញ់ដានីខ្លាំងណាស់ខ្ញុំឃើញដានីឈឺចាប់បែបនេះបេះដូងរបស់ខ្ញុំវាខ្ទេចខ្ទីអស់ទៅហើយនាងដឹងដែរទេអ្នកប្រុសប៉ុន្តែឋានៈរបស់យើងមិនដូចគ្នាទេខ្ញុំគ្រាន់តែជាអ្នកបម្រើមានឋានៈតូចទាបតែប៉ុណ្ណឹងខ្ញុំមិនដែលប្រាថ្នាចង់បានផ្កាយលើមេទេដានីមិនដែលមានខ្ញុំនៅក្នុងចិត្តសូម្បីតែបន្តិចទេតើមែនទេខ្ញុំដានីតើនាងអាចប្រាប់ខ្ញុំបានទេនាងមិនមានចិត្តស្រឡាញ់ខ្ញុំតតែសោះតើមែនទេបើនាងប្រាប់ថាមិនស្រឡាញ់ខ្ញុំនឹងចេញឲ្យឆ្ងាយពីនាងមិនឲ្យនាងឃើញមុខខ្ញុំតទៅទៀតនោះទេនាងឆាប់ប្រាប់ខ្ញុំមកអ្នកប្រុសតើស្នេហាគឺជាអ្វីទៅពួកយើងមិនអាចទៅរួចទេនេះឲ្យតែនាងប្រាប់ថាស្រឡាញ់ខ្ញុំនឹងនៅទីនេះការពារនាងខ្ញុំមិនជឿថានាងមិនធ្លាប់ស្រឡាញ់ខ្ញុំនោះទេតើមែនទេបានហើយអ្នកប្រុសខ្ញុំមិនចង់ឲ្យបេះដូងរបស់ខ្ញុំត្រូវឈឺចាប់ទេខ្ញុំស្រឡាញ់អ្នកប្រុសតើនឹងមានលទ្ធផលដែរទេមិនមានទេខ្ញុំពិតជាគិតមិនចេញទេថាស្នេហាពួកយើងវាអាចទៅរួចដែរនោះដានីបានន័យថាដានីក៏ស្រឡាញ់ខ្ញុំដែរមែនទេខ្ញុំ
នហើយខ្ញុំក៏លួចស្រឡាញ់អ្នកប្រុសដូចគ្នាដែរ ដានីខ្ញុំបានលឺនាងនិយាយតែប៉ុណ្ណេះខ្ញុំអស់ចិត្តហើយខ្ញុំសន្យាថាខ្ញុំនឹងការពារនាងខ្ញុំមិនឲ្យអ្នកណាមកធ្វើបាបនាងទៀតនោះទេទោះបីជាត្រូវបដូរនឹងជីវិតរបស់ខ្ញុំក៏ដោយចុះណាជឿខ្ញុំចុះ អ្នកប្រុសតើសម្ដីអ្នកប្រុសពិតដែរទេ ពិតគឺពិត 100% នាងត្រូវតែជឿខ្ញុំណា ចា រយៈពេលមួយសប្តាហ៍បានកន្លងផុតទៅដានីបានជាសះស្បើយពីរបួសនិងអាចធ្វើការបានដូចធម្មតាវិញនៅជប់នោះស្រាប់តែមានបរិសុទ្ធ2នាក់មានធំលួចចូលមកក្នុងបរិវេណផ្ទះរបស់លោកសេដ្ឋី ត្រូវតែចាំណាគោលដៅរបស់យើងគឺត្រូវតែចាប់នាងដានីនោះឲ្យបានហើយបើមានអ្នកណាមករៀបរៀងត្រូវតែសម្លាប់ទៅពួកឯងយល់ទេបាទលបងយល់ ពួកវាបានដើរលបដើម្បីកុំឲ្យមានការសង្ស័យក៏ជួនជាពេលនោះលោកសេដ្ឋីបានចេញមកខាងក្រៅដើម្បីចង់ស្រូបយកនៅខ្យល់អាកាសស្រាប់តែក្រឡេកភ្នែកឃើញចោរទាំងពីរនាក់នោះលោកសេដ្ឋីក៏ស្រែកសួរ អ្នកណាគឺជាអ្នកណាទៅនឹងពីបងឯងលបងគិតធ្វើយ៉ាងម៉េចទៅ កុំគិតច្រើនបើវាតតាំងសម្លាប់វាចោលទៅវិញមិនបាច់ទុកទេ ម៉ាលបង ពួកឯងជាអ្នកណាមិនលឺយើងសួរទេ លោកសេដ្ឋីក៏កាន់កំណាត់ឈើមួយរួចដើរចូលទៅរកពួកចៅនោះគ្រាន់តែឃើញភ្លាមពួកចៅបាននាំគ្នាវាយសម្ដៅទៅលើលោកសេដ្ឋីភ្លាមដោយមិនឲ្យលោកសេដ្ឋីតដៃបានឡើយ ឆាប់ចាត់ការទៅ ថៃឆាប់រត់ភ្លាមទៅ យើងមិនរត់ទេបើតាមរូបគំនូដែលនាងមកឡាយឲ្យយើងមើលនោះគឺនាងនេះហើយដែលជានាងដានីនោះឆាប់ចាប់នាងយកទៅភ្លាមទៅ បានលបងចាប់ទៅ ឆាប់ឡើងជើងពួកអាចារ្យចង្រៃឡើងជើងភ្លាម ជួយផងកូនទុំមានរឿងហើយ លោកពងមានរឿងអីទៅពង ប៊ីបូហើយពេលនេះក្រុមចៅបានចាប់ដានីទៅហើយឯងឆាប់តាមទៅភ្លាមទៅកុំភ្លេចហៅអ្នកបំរើប្រុសទៅជាមួយបងណា បានលោកពងបានទុំនឹងអ្នកបំរើ 4-5 នាក់បានចេញទៅជួយរំដោះដានីចេញពីពួកក្រុមចៅទាំងនោះនឹងបានទៅប្រាប់អ្នកបំរើម្នាក់ឲ្យនាំយករឿងនេះទៅប្រាប់ដល់កងសន្តិសុខឲ្យបានដឹងចំណែកក្រុមចៅបាននាំដានីទៅដល់ខ្ទមមួយនៅក្នុងខ្ទមនោះមាននាងម៉ាឡៃនៅរោងចាំជាស្រេច ឡើងជើងទៅពួកអាចារ្យចង្រៃ ឆាប់បិទមាត់ភ្លាមទៅកុំនិយាយច្រើនពេកវ៉េ យើងមិនបិទមាត់ឆាប់ឡើងជើងទៅ ណែពួកឯងឆាប់យកកណាត់ចងមាត់នេះឲ្យជាប់ទៅវ៉េ បានលបង ខ្ញុំបាននាំស្ត្រីស្នេហារបស់អ្នកនាងមកដល់ហើយ ល្អពួកឯងធ្វើការបានល្អណាស់តើមានអ្នកណាតាមមកពីក្រោយដែរទីង ដូចជាគ្មានទេណានាង ល្អនេះប្រាស់ពួកឯងឆាប់ចេញទៅទីនេះទុកឲ្យយើងជាអ្នកចាត់ការទៅចុះ អរគុណណាស់អ្នកនាងពួកយើងទៅវិញ បានលបងទៅវិញ អ្នកនាងម៉ាឡៃដោះលែងខ្ញុំទៅហេតុអីអ្នកនាងធ្វើបែបនេះដល់ខ្ញុំហេតុអីហេគឺយើងចង់ឲ្យនាងស្លាប់នោះអីក៏ព្រោះតែនាងទើបបង្ទុំមិនស្រឡាញ់យើងបើគ្មាននាងពេលនេះយើងបានរៀបការជាមួយបង្ទុំបាត់ទៅហើយអ្នកប្រុសមិនដែលស្រឡាញ់អ្នកនាងឡើយទោះបីជាខ្ញុំស្លាប់ក៏អ្នកប្រុសគ្មានថ្ងៃទៅស្រឡាញ់អ្នកនាងដែរតែប្រដាបើគ្មាននាងទីបង្ទុំនឹងស្រឡាញ់យើងហើយត្រៀមខ្លួនចុះឋាននរកទៅ ម៉ាឡៃនាងបានដកកំបិតបំរុងនឹងចាក់ទៅលើដានីទៅហើយស្រាប់តែទុំនិងកូនចៅមកដល់ល្មមឈប់ភ្លាមណាម៉ាឡៃឈប់ទៅ បង្ទុំអ្នកប្រុសជួយខ្ញុំផង ម៉ាឡៃកុំធ្វើអីដានីឲ្យសោះណា ឆាប់ថយចេញភ្លាមទៅបើមិនចង់ឲ្យនាងនេះវាស្លាប់ ម៉ាឡៃឆាប់ដោះលែងដានីទៅបើម៉ាឡៃធ្វើអីលើដានីនោះម៉ាឡៃនឹងមានទោសមិនខាននោះទេ ទោះជាខ្ញុំមិនសម្លាប់នាងនេះខ្ញុំក៏មានកំហុសដដែលបានចឹងសម្លាប់នាងឲ្យស្លាប់ទៅល្អជាងស្លាប់ទៅ ឈប់ភ្លាមអ្នកនាងដានីឆាប់រត់ទៅរកអ្នកប្រុសភ្លាមទៅ ឆាប់លែងដៃជើងភ្លាមទៅលែង ដានីនេះអូនយ៉ាងម៉េចទៅហើយ ខ្ញុំមិនអីទេអ្នកប្រុសឆាប់លែងជើងទៅលែងជើង កូនចៅនាយទុំបានវាយដៃម៉ាឡៃដើម្បីឲ្យធ្លាក់កំបិតចុះរួចចាប់ក្របួចដៃម៉ាឡៃទៅក្រោយធ្វើឲ្យនាងមិនអាចតដៃបានភ្លាមនោះក្រុមកងសន្តិសុខក៏មកដល់ល្មមនិងបានចាប់នាងម៉ាឡៃនិងបាក់ពួក2នាក់ទៀតយកទៅដាក់ទោសតាមផ្លូវច្បាប់ ណែស្ងៀមព
ពេលនេះយើងចាប់បានក្រុមបកពួករបស់នាងម៉ាឡៃបានហើយខ្ញុំសូមអរគុណលោកហើយដែលបានរាយការណ៍មកកាន់ក្រុមកងសន្តិសុខរបស់ខ្ញុំក៏សូមអរគុណដល់លោកដូចគ្នាដែលអាចក្តោបក្តាប់ចាប់ពួកគេបានទាំងអស់សូមអរគុណណែដានីនេះក្មួយមានកើតអីកន្លែងណាដែរទេនឹង ខ្ញុំមិនកាត់អីទេលោកសេដ្ឋី នេះបើមិនបានដានីទៅជួយអ៊ំតាន់ពេលទេម្លេះពេលនេះអ៊ំច្បាស់ជាត្រូវបាក់ពួរម្ល៉ៃសម្រាប់បាត់ទៅហើយណា ចាមិនអីទេលោកអ៊ំ ក្មួយពិតជាល្អណាស់ដានីឲ្យអ៊ំសូមទោសផងដែលអ៊ំធ្លាប់បានធ្វើបាបលើក្មួយហើយជាយាមបំបែកបំបាក់ក្មួយនឹងកូនទុំទៅទៀតក៏ប៉ុន្តែពេលនេះអ៊ំដឹងហើយថាក្មួយពិតជាស័ក្តិសមបំផុតជាមួយនឹងកូនទុំដែលជាកូនរបស់អ៊ំនេះណា លោកពងនេះបានន័យថាលោកពងលែងរៀបរៀងស្នេហាពួកកូនទាំងពីរហើយតើមែនទេពង មែនហើយពុកនេះមិនមែនមិនដឹងអ្វីថាល្អឬក៏អ្វីថាអាក្រក់ឯណាគ្រាន់តែពុកជឿលើម្ល៉ៃនោះវាខ្លាំងពេកទើបបានជាមើលរំលងមនុស្សល្អដូចជាក្មួយដានីនេះណា លោកសេដ្ឋីខ្ញុំអរគុណលោកសេដ្ឋីណាស់ដែលអនុញ្ញាតឲ្យខ្ញុំនិងអ្នកប្រុសអាចស្រឡាញ់គ្នាដោយបើកចំហបែបនេះ ឈប់ហៅថាលោកសេដ្ឋីទៅឬក៏អ្នកប្រុសអីទៀតទៅគួរតែហៅថាលោកពុកនិងបងទុំវិញទៅត្រូវណា មែនហើយពុកនិយាយត្រូវហើយ ប៉ុន្តែខ្ញុំ អូនអៀនធ្វើអីទៅដានីពុកអនុញ្ញាតហើយតើ មិនអីទេធម្មតាទេនាងជាស្រីឲ្យនាងហៅពេលនេះក៏មិនល្អដែរ ហើយចុះបើមិនឲ្យហៅនៅពេលនេះឲ្យហៅនៅពេលណាទៅពង គឺនៅពេលដែលពួកកូនរៀបការនឹងគ្នានោះអី អូបានពងនេះពងនឹងរៀបការឲ្យពួកខ្ញុំតើមែនទេពង កូនចំគួតមែនហើយពុកនឹងរៀបចំឲ្យកូនឆាប់នេះហើយណា ដានីទីបំផុតស្នេហារបស់ជើងបានសម្រេចហើយអូន ចាបង